តែអ្នកម៉ាក់ណាខ្លះដែលគាត់មានអារម្មណ៍វិបដិសារីក្រោយពេលដែលគាត់វាយកូនឬមួយក៏ស្រែកកំហុសដាក់កូនជាក់ស្ដែងខ្ញុំធ្លាប់ឆ្លងកាត់ហើយជិះចាប់ខ្លាំងហ្មងយើងដឹងហើយថាការស្រែកវាមិនមែនជាដំណោះស្រាយមួយដ៏ល្អសម្រាប់ពួកគាត់ទេប៉ុន្តែយើងអត់ដឹងថាត្រូវបរៀនពួកគាត់បែបណានៅពេលដែលពួកគាត់កំពុងតែទូកំហឹងរហូតដល់ដែលខ្ញុំបានជួបជាមួយនឹងសភៅ3ក្បាលនេះក្នុងសភៅនីមួយៗវាមានបង្រៀនពីសាច់រឿងដែលបង្រៀនឲ្យក្មេងៗគាត់ឆាប់យល់ឆាប់ដឹងពីអារម្មណ៍ខ្លួនឯងនិងរបៀបដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងមកលើគាត់ដោយសន្តិវិធីនៅក្នុងសភៅនីមួយៗគឺមកជាមួយនឹងរូបភាពបែបដូចសៀវភៅរឿងនិទានអញ្ចឹងដែលតាក់ទាញផ្នែកពួកគាត់នៅក្នុងការអានអត់ធ្វើឲ្យពួកគាត់ធុញអត់ធ្វើឲ្យពួកគាត់ stress សូម្បីតែយើងជាមនុស្សធម្មក៏យើងចូលចិត្តសភៅដែលមានរចនាមកលាយជាមួយនឹងពណ៌ច្បាស់ជាមួយនឹងរូបច្បាស់ដែរដោយសារវាស្រួលមើលប៉ុណ្ណាក៏អត់ធុញដែរពួកគាត់អានគាត់អត់មានអារម្មណ៍ថាធុញទ្រាន់ទេពួកគាត់អានផងមើលរូបភាពផងតាក់ទាញចិត្តពួកគាត់ជាមួយទំព័រទៅមួយទំព័រផងក្នុងនៅពេលដែលពួកគាត់រៀនគាត់មានអារម្មណ៍ថាគាត់អត់កំពុងតែរៀនទេប្រៀបដូចជាពួកគាត់កំពុងតែលេងផងដែរសៀវភៅទាំង3ក្បាលនេះនឹងបង្រៀនពួកគាត់ឲ្យយល់ច្បាស់ជាងមុនចេះដឹងពីការនិយាយស្ដីចេះដឹងពីការការពារសុវត្ថិភាពចេះដឹងពីការគ្រប់គ្រងពេលវេលាគាត់ដឹងពាក្យណាគួរនិយាយពាក្យណាមិនគួរនិយាយជាពិសេសហ្នឹងគឺការនិយាយជាមួយនឹងយើងដែលជាឪពុកម្ដាយកុំទុកឲ្យកំហឹងបំផ្លាញទំនាក់ទំនងដ៏ល្អរវាងប៉ាម៉ាក់និងកូនអីប៉ាម៉ាក់អាច inbox មកកាន់ page ឥឡូវនេះដើម្បីយកសភៅទាំង3ក្បាលនេះទៅធ្វើជាមិត្តដ៏ល្អសម្រាប់កូនរបស់ប៉ាម៉ាក់ទាំងអស់គ្នាដែលមួយឈុតនេះតម្លៃចុះហើយនៅសល់ត្រឹមតែ 59,000 រៀលទេ